បងប្អូនណាខ្លះដែលមានបញ្ហាដូចខ្ញុំយើងចូលមកកាន់ឆាតចឹងទៅយើងចុចស្ដាប់អត់បានទេទោះបីជាសលេងដែលយើងផ្ញើចឹងទៅវាចេញ load error ចឹងណាហើយពេលខ្លះយើងស្ដាប់សលេងយើងអត់បានគេឆាតមកយើងក៏យើងស្ដាប់សលេងគេអត់បានដែរពេលខ្លះស្ដាប់បានពេលខ្លះvoiceខ្លះស្ដាប់បាន voice ខ្លះក៏ស្ដាប់អត់បានដែរចឹងសម្រាប់បងប្អូនដែលមានបញ្ហាមួយហ្នឹងបងប្អូនអាចសាកល្បងតាមវិធីនេះបានចឹងដំបូងយើងចូលមកសកត់ទៅលើឆាតរបស់យើងមករួចយើងយកអាសញ្ញាឧទានហ្នឹងបងប្អូនចុចលើវាមកវានឹងមកដល់ត្រង់នេះហើយទៅពេលដែលមកដល់ត្រង់នេះបងប្អូនធ្វើការអូសមកយកពាក្យថា storage ហ្នឹងចុចលើវារួចចុច clear data ហើយចុចពាក្យ delete ហ្នឹងមកតបមកទិន្នន័យឆាតបងប្អូនវានឹងធ្វើការ log out ចេញហើយយើងគ្រាន់តែធ្វើការ log in ចូលមកវិញមកចឹងអានេះខ្ញុំលុប clear data វាចេញហើយចឹងយើងឈប់កម្មវិធីចេញទៅហើយយើងធ្វើការចូលមកវិញម្ដងទៀតអូខេឥឡូវខ្ញុំចុចត្រឡប់ចេញមកវិញមកតោះមកយើងចូលមកកាន់ឆាតរបស់យើងមកអញ្ចឹងឆាតរបស់យើងវានឹងអត់ទាន់ log in ជាមួយនឹងគណនី Facebook របស់យើងទេណាអញ្ចឹងយើងគ្រាន់តែធ្វើការចុច log in ចូលបន្តទៅគឺរួចរាល់ហើយកន្លែងយក not now អូខេចុចបងប្អូនចុចខ្វែងក៏បានដែរ not now ក៏បានដែរអូខេណាអញ្ចឹងយើងចូលមកស្ដាប់ឆាតដែលយើងមុនហ្នឹងទៅតើវា error ទៀតអត់អញ្ចឹងវាអត់ error ទេបងប្អូនណាយើងអាចធ្វើការស្ដាប់បានគឺឆាតវាដំណើរការធម្មតាវិញហើយអញ្ចឹងក្នុងថ្ងៃហ្នឹងបងប្អូនអាចធ្វើ log in ធ្វើបែបហ្នឹងពីរបីដងទៅណាបើសិនជាឆាតនៅតែ error